ជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរជួបបងប្អូនចង់ចែករំលែកមួយពាក់ព័ន្ធជាមួយទៅនឹង YouTube Short ធម្មតានៅពេលដែលយើង post short ខ្ញុំគិតថាបងប្អូនប្រកាសជាមានចម្ងល់ច្រើនពាក់ព័ន្ធជាមួយទៅនឹងថាតើយើងប្រើភ្លេងដែលមាននៅក្នុង YouTube Short បានអត់នៅត្រង់ចំណុចនេះពីមុនមកខ្ញុំក៏ធ្លាប់ឆ្ងល់ដែរបងប្អូនប៉ុន្តែជាការពិសោធន៍ផ្ទាល់និងជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំគិតថារឿងនេះគឺជារឿងសំខាន់ដែលខ្ញុំគួរតែមានការចែករំលែកជូនបងប្អូនដោយមានការអនុវត្តផ្ទាល់ទៅលើការអាប់ឡូតវីដេអូ short ចូលក្នុង YouTube នេះតែម្ដងអញ្ចឹងការប្រើប្រាស់ភ្លេងពាក់ព័ន្ធជាមួយទៅនឹងការផុសវីដេអូ short ចូលក្នុង YouTube គឺយើងមានភ្លេងខ្លះក៏យើងប្រើបានប៉ុន្តែមានភ្លេងខ្លះទៀតគឺយើងប្រើបានទេដើម្បីជាការល្អគឺបងប្អូនអាចធ្វើទៅតាមខ្ញុំប្រាប់នេះបន្តិចទៀតខ្ញុំនឹងចូលទៅក្នុង YouTube app នៅលើទូរស័ព្ទដៃហើយខ្ញុំនឹង post short ទៅលើ channel របស់ខ្ញុំមួយដែលកំពុងតែរលុយដើម្បីចែកជូនបងប្អូនមើលថាតើមានបញ្ហាដែរឬទេឥឡូវយើងចូលមក app YouTube របស់យើងមកហ្នឹងហើយចូលតាមខ្ញុំមកខ្ញុំមើលខ្ញុំធ្វើឲ្យមើលបន្ទាប់មកយើងចូលទៅ upload នៅវីដេអូដែលមួយណាដែលយើងចង់ upload ខ្ញុំធ្វើការរើសវីដេអូមួយដែលមាននៅក្នុង folder របស់ខ្ញុំស្រាប់ហ្នឹងហើយនេះជាការសាកល្បងជូនបងប្អូនទេណាហ្នឹងហើយខ្ញុំរើសវីដេអូមួយមកខ្ញុំយកវីដេអូរូបនេះមួយដើម្បីជាការសាកល្បង add ចូលទៅក្នុង YouTube របស់ខ្ញុំណាហ្នឹងហើយអានេះឲ្យវាដើរស្រួលបួសិនបន្ទាប់ពីនឹងមកគឺយើងចុច done processing សិនកន្លែងនេះយើងចូល add sound ហ្នឹងហើយយើងចូល add sound ដែលមាននៅក្នុង YouTube Short ណាបងប្អូនចាំបន្តិចនេះវាចេញមកហើយបើដូចដែលខ្ញុំបាននិយាយអញ្ចឹងថាបើសិនជាយកល្អគឺយើងចូលមកកន្លែងនេះយើងយកវីដេអូដែលមានពាក្យ recommended នេះបងប្អូនហ្នឹងហើយខ្ញុំយកមកបត់យកមកដាក់ជាមួយនឹងវីដេអូខ្លីរបស់ខ្ញុំអូខេយើងចុច tick មួយទៀតដើម្បីទៅមុខហ្នឹងហើយអានេះគឺយើងអាចស្ដាប់ទៅបើសិនជាយើងពេញចិត្តយើងយកបទហ្នឹងមកប៉ុន្តែខ្ញុំតេស្តឲ្យបងប្អូនមើលគឺខ្ញុំយកបទហ្នឹងឲ្យបងប្អូនហ្នឹងហើយបន្ទាប់ពីហ្នឹងគឺយើងចាប់ផ្ដើមធ្វើការចុច next បន្ទាប់ពីយើងចុច next ហើយនៅកន្លែងនេះគឺយើងអាចដាក់ជាចំណងជើងទៅតាមសាច់រឿងរបស់វីដេអូរបស់បងប្អូនអានេះខ្ញុំគ្រាន់តែឧទាហរណ៍ជូនបងប្អូនទេណាខ្ញុំអត់បានទៅសេពេញលេញទេដើម្បីបង្ហាញបងប្អូនថាតើភ្លេងដែលខ្ញុំបានដាក់នេះវាប៉ះពាល់ទៅដល់វីដេអូឬក៏ channel របស់ខ្ញុំដែរទេដើម្បីឲ្យបងប្អូនយល់ច្បាស់ថាការប្រើប្រាស់ភ្លេងនៅក្នុង YouTube Short មួយចំនួនដែលវាមានពាក្យ recommend នេះគឺល្អយើងដាក់បានហ្នឹងហើយបន្ទាប់ពីនឹងមកគឺយើងចាប់ផ្ដើមចុច upload short នៅត្រង់ចំណុចហ្នឹងគឺយើងចុច upload short ឲ្យធ្វើការរងចាំឥឡូវយើងរងចាំទាំងអស់គ្នាទៅដើម្បីកុំឲ្យដាច់សាច់រឿងដោយសារតែខ្ញុំចង់បង្ហាញបងប្អូននេះគឺបង្ហាញឲ្យឃើញពីការ upload រហូតដល់វា finish ហ្នឹងហើយជាចុងបញ្ចប់ថាតើភ្លេងដែលយើងប្រើហ្នឹងវាមានបញ្ហាទៅដល់រូបដុល្លារយើងអត់អានេះបងប្អូនរងចាំមើលទាំងអស់គ្នាជាបទពិសោធន៍របស់ខ្ញុំក្នុងរយៈពេលមួយរយៈធំមកខ្ញុំតែងតែមានការប្រើប្រាស់ភ្លេងចំពោះការ upload វីដេអូ short ដោយប្រើភ្លេងនៅក្នុង YouTube របស់យើងនេះតែម្ដងគឺអត់មានបញ្ហាទេបងប្អូនក៏យើងអាចនៅរលុយបានធម្មតាប៉ុន្តែមានភ្លេងមួយចំនួនគឺវាជាប់ short policy អញ្ចឹងយើងត្រូវមើលដែរថាតើភ្លេងណាដែលគួរយកមកប្រើជាអ្វីដែលខ្ញុំឲ្យដំបូងមានល្អនោះគឺដូចខ្ញុំនិយាយពីមុនអញ្ចឹងថាយើងគួរតែប្រើភ្លេងនៅកន្លែងដែលវាដាក់ recommend ឲ្យយើងហ្នឹងហើយអញ្ចឹងយើងចាំមើលទាំងអស់គ្នាទៅថាបន្ទាប់ពី upload ហើយវាមានបញ្ហាអីដែរអត់នេះគឺជាបញ្ហាមួយដែលបងប្អូនតែងតែមានការសួរនាំមិនថាខ្ញុំមិនថាគេទេពីដំបូងឡើយដូចគ្នាប៉ុន្តែបន្ទាប់ពីឆ្លងកាត់នៅបទពិសោធន៍នេះហើយឃើញថាវាល្អសម្រាប់បងប្អូនទាំងអស់គ្នាខ្ញុំក៏បានសម្រេចចិត្តធ្វើការចែករំលែកជូនបងប្អូនឲ្យបានយល់ទាំងអស់គ្នាហ្នឹងហើយមើលវីដេអូនេះពីដើមដល់ចប់ហើយខ្ញុំគិតថាប្រហែលជាអត់មានសំណួរអីទៀតទេបើសិនជាបងប្អូនមានចម្ងល់
ចុច search នៅក្នុង YouTube ទៅហ្នឹងហើយមើលវីដេអូមួយនេះទៅគឺអស់ចម្ងល់ហើយបងប្អូនហ្នឹងហើយយើងរងចាំទៅសុខចិត្តទុកពេលយូរបន្តិចកុំឲ្យដាច់សាច់រឿងអូខេហ្នឹងហើយបន្ទាប់ពីបានអាប់ឡូតបញ្ចប់រួចរាល់ហើយខ្ញុំធ្វើការ refresh វានៅកន្លែងនេះវាដាក់អក្សរ add pending advertise ហ្នឹងក៏ពាក់ព័ន្ធមួយពាណិជ្ជកម្មរបស់យើងវាដាក់ pending នៅឡើយចាំមើលបន្តិចទៀតបងប្អូនដើម្បីឲ្យវាចប់សពគ្រប់ចំពោះវីដេអូនេះខ្ញុំអត់ចង់មានការកាត់ចេញអីទេនៅពេលដែលខ្ញុំ upload នេះដើម្បីបង្ហាញបងប្អូនពីការផុសដំបងរហូតដល់ចប់តែម្ដងដើម្បីឲ្យបានច្បាស់ថាភ្លេងគឺមានការប្រើប្រាស់បានអត់ជាបញ្ហាអីទេប៉ុន្តែមានភ្លេងមួយចំនួនក៏យើងប្រើប្រាស់អត់បានដែរយើងបន្តចាំមើលបន្តិចទៀតខ្ញុំ refresh រហូតដល់មានចេញរូបដុល្លារដើម្បីឲ្យបងប្អូនអស់ចិត្តអស់ថ្លើមណាហ្នឹងហើយអានេះជាការនិយាយលេងថែមទេប៉ុន្តែការបង្ហាញរបស់ខ្ញុំនេះចង់ឲ្យបងប្អូនច្បាស់ដូចដែលខ្ញុំបានធ្វើដែរនេះបងប្អូនយើងបានចេញសញ្ញាដុល្លារហើយបានន័យថាភ្លេងដែលយើងប្រើនេះគឺអត់មានបញ្ហាអីទេយើងអាចរកលុយបានធម្មតាហ្នឹងហើយបងប្អូនវីដេអូរបស់យើងនេះក៏ឈានមកដល់ទីបញ្ចប់បើសិនជាមានចម្ងល់ទេបងប្អូនអាច comment នៅខាងក្រោមនេះបានហ្នឹងហើយសូមអរគុណ